ជំរាបសួរបងប្អូនទាំងអស់គ្នារូបដែលខ្ញុំបង្ហាញនេះពណ៌សហ្នឹងជា dish ដែលវាលៀនចេញហើយ dish លៀនចេញហ្នឹងវាគៀបសរសៃដែលធ្វើឲ្យពុកម៉ែបងប្អូនមានការជិះយកចាប់នេះពុកម៉ែបងប្អូនករណីនេះជាករណីនៃការលៀន dish ចង្កេះ L4 L5 ផ្នែកខាងស្ដាំយើងធ្វើការចោះដោយបច្ចេកទេស endoscope UVE ដោយសារគាត់មានការលៀនខ្លាំងហើយជិះយកចាប់ខ្លាំងអញ្ចឹងបងប្អូននេះយើងត្រូវយកអា dish ហ្នឹងចេញដើម្បីកុំឲ្យមានការគៀបសង្កត់ទៅលើសរសៃទៀតនេះបងប្អូនពេលយើងដំណើរការនៃការចោះដោយ endoscope UVE ហ្នឹងនេះខ្ញុំចាប់ដើមទាញ dish ហ្នឹងចេញណាហើយពេលដែលយើងទាញវាម្ដងតិចទៅវាអស់ dish ដែលលៀនហើយយើងយកទៅផ្នែកខ្លះនេះ dish ដែលមិនទាន់លៀនយើងទៅយកចេញទៀតនេះពេលយើងយក dish ហ្នឹងចេញហើយអាដែលលៀនហ្នឹងបងប្អូននេះអញ្ចឹងសរសៃវានេះបងប្អូនឃើញសរសៃហ្នឹងគឺវាទូលាយហើយឃើញទេនេះណាយើងយកវាផ្នែកខ្លះដែលមិនទាន់លៀនយើងយកចេញទៀតនេះគឺអញ្ចឹងវាលែងមានការគៀបសង្កត់ទៅលើសរសៃវិញ្ញាណទៀតដែរយើងឆែកមើលក្រែងលោមានផ្នែកខ្លះដែលសល់មុននឹងយើងបិទអញ្ចឹងបងប្អូននេះបាទយើងឃើញថាសរសៃហ្នឹងទលាយហើយតើសរសៃទលាយមានន័យថាលែងមានការគៀបសង្កត់ហើយក៏លែងមានការជិះចាប់ដែរនេះពេលយើងបិទយើងដាក់ទយោមួយដើម្បីបង្ហូរឈាមចេញក្រែងលោមានឈាមនៅសល់បងប្អូនហើយនេះពេលយើងដក endoscope យើងចេញមកសាច់ដុំវាចាប់ផ្ដើមចូលទៅទម្រង់ដើមមកវាវិញអញ្ចឹងបងប្អូនហើយនេះជារូបពេលយើងបិទហើយយើងចោះទូចទេមករុនប្រហែលជាកន្លះសង់ទីម៉ែត្រទេបាទបច្ចេកទេស endoscope UVE នេះគឺជាបច្ចេកទេសមួយដែលល្អចំពោះការចោះយកទ្រនាប់ឌីចង្ខេះដែលលៀនបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា